SCP មួយដែលមានរូបរាងអាក្រក់គួរឲ្យខ្ពើមមានខ្លួនរលេះរលួយដែលយើងមើលទៅគួរឲ្យខ្ពើមមែនតើហើយគួរឲ្យខ្លាចនោះគឺជា SCP-106 ដែលវាគឺជា SCP មួយដែលមានរូបរាងអាក្រក់ហើយរលេះរលួយពេញខ្លួនវាតែម្ដងដែល SCP នេះគឺយើងមើលទៅគឺដូចជាមនុស្សមានវ័យចំណាស់ក៏ប៉ុន្តែមានរូបរាងរលេះរលួយនិយាយទៅយើងមើលទៅគឺគួរឲ្យខ្ពើមតែម្ដងហើយ SCP មួយនេះដែរគឺគេបានដាក់ឈ្មោះឲ្យវាថាគឺ The Old Man ដែលវាគឺជា SCP ដែលគេនិយាយអំពីមនុស្សដែលមានវ័យចំណាស់គឺជាមនុស្សចាស់ដែលមានរូបរាងរលេះរលួយគួរឲ្យខ្លាចហើយ SCP មួយនេះគឺវាចូលចិត្តសម្លាប់មនុស្សមែនតើគឺសម្លាប់មនុស្សដោយមិនរអាដៃតែម្ដងវាចូលចិត្តសម្លាប់មនុស្សណាដែលចូលចិត្តនៅតែម្នាក់ឯងហើយនៅកន្លែងដែលស្ងប់ស្ងាត់អញ្ចឹងណាហើយវាចូលចិត្តសម្លាប់មែនតើអញ្ចឹងអ្នកណាដែលនៅម្នាក់ឯងគឺនឹងត្រូវ SCP មួយនេះសម្លាប់យកតែម្ដងហើយគេបានណែនាំថាកុំឲ្យនៅម្នាក់ឯងបើសិនបាននៅម្នាក់ឯង SCP មួយនេះគឺវានឹងចេញមកធ្វើឲ្យយើងអត់ដឹងថាវាចេញមកពីបឡោះណាហើយវាចាប់យើងយកតែម្ដងថាមពលដែល SCP នេះមានគឺវាប្រើប្រាស់អាកំអែលដែលចេញពីក្នុងខ្លួនរបស់វាដែលអៀមអៀនតែខ្មៅហ្នឹងវាប្រើប្រាស់ដើម្បីសម្លាប់យើងហើយវាអាចប្រើប្រាស់អាហ្នឹងដើម្បីឆ្លងកាត់ភពឬឆ្លងកាត់ពេលវេលាហើយអាចទម្លុះបានគ្រប់សពគ្រប់យ៉ាងអ្វីទាំងអស់អញ្ចឹងនៅពេលដែលវាចង់ទម្លុះឬក៏វាចង់ចាប់យើងចេញពីប្រឡោះណាមួយគឺវាប្រើប្រាស់អាកំអែរបស់វាហ្នឹងចេញពីក្នុងខ្លួនរបស់វាធ្វើការចាប់យើងយកតែម្ដងហើយទាញយើងចូលទៅក្នុងពិភពរបស់វាដែលមានឈ្មោះថា Pocket Dimension នឹងឯងអញ្ចឹងនេះគឺជា SCP មួយដែលវាគួរឲ្យខ្លាចនិងរអាជាងគេតែម្ដងហើយមួយទៀតអ្នកគ្នាមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលវាចង់សម្លាប់យើងហ្នឹងអាធម្មពលកំអែក្នុងខ្លួនវាហ្នឹងគឺងាយស្រួលមែនតើគ្រាន់តែយកអាកំអែដែលនៅក្នុងខ្លួនរបស់វាហ្នឹងយកមកប៉ះយើងត្រង់ណាមួយយើងនឹងអាលាយតែម្ដងហើយមិនថាប៉ះយើងទេគឺវាអាចនិយាយទៅអ្វីក៏ដោយឲ្យតែប៉ះអាកំអែរបស់វាហ្នឹងគឺនឹងរលាយភ្លាមតែម្ដងអញ្ចឹងហើយទើបវាមានឥទ្ធិពលខ្លាំងវាអាចសម្លាប់យើងបានងាយស្រួលហើយវាក៏ងាយនឹងក្នុងការចាប់យើងយកទៅផងដែរសំណួរសួរថាតើ SCP-106 នឹងវាកើតចេញមកពីណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងរាយរាប់ជូនអ្នកនរគ្នាថាតើ SCP-106 នឹងវាកើតចេញពីប្រភពណាអញ្ចឹងដើមសាច់រឿងដំបូងគឺកើតឡើងដោយសារអ្នកស្រាវជ្រាវរឿងចម្លែកនៅក្នុងពិភពលោកដែលមានឈ្មោះថា SCP Foundation ហ្នឹងគឺជាអ្នកស្រាវជ្រាវម្នាក់ដែលជាសាស្ត្រាចារ្យនៅក្នុងស្ថាប័នមួយហ្នឹងគឺគាត់បានធ្វើការស្រាវជ្រាវតាក់ទងទៅនឹង SCP ផ្សេងទេក៏ប៉ុន្តែនៅពេលដែលគាត់ធ្វើការស្រាវជ្រាវដោយប្រើប្រាស់ឧបករណ៍ស្រាវជ្រាវរបស់គាត់នៅក្នុងមន្ទីររបស់គាត់ហ្នឹងស្រាប់តែវាមានការបរាជ័យអញ្ចឹងធ្វើឲ្យគាត់ហ្នឹងផ្ទុះទៅជាមួយនឹងអាគ្រឿងសម្ភារៈដែលគាត់ស្រាវជ្រាវហ្នឹងគឺផ្ទុះគឺស្រូបរលាយហើយនឹងផ្ទុះពេញនឹងតែម្ដងដែលធ្វើឲ្យសាស្ត្រាចារ្យម្នាក់ហ្នឹងគឺត្រូវបានបាត់បង់ជីវិតនៅក្នុងនោះភ្លាមហើយនៅពេលដែលគាត់មិនមែនបាត់បង់ជីវិតទេគឺត្រូវបានស្រូបគាត់យកទៅបាត់អញ្ចឹងទៅស្រូបគាត់យកទៅឋានពិភពផ្សេងអញ្ចឹងណាហើយក្រោយមកក្រុមអ្នកស្រាវជ្រាវ SCP Foundation ដែលជាអ្នកធ្វើការជាមួយគាត់ហ្នឹងក៏បានធ្វើការស្រាវជ្រាវនិងស្វែងរកអ្នកដែលបានផ្ទុះបាត់ខ្លួនដែលជាសាស្ត្រាចារ្យហ្នឹងដែលជាសាស្ត្រាចារ្យដែលផ្ទុះបាត់ខ្លួនទៅជាមួយនឹងអាសម្ភារៈឧបករណ៍ស្រាវជ្រាវរបស់គាត់ហ្នឹងអញ្ចឹងក្រុមការងាររបស់គាត់ហ្នឹងក៏បានធ្វើការស្រាវជ្រាវរកគាត់ដែលចង់ដឹងថាតើគាត់នៅមានជីវិតឬក៏ខ្លាយទៅជាអ្វីអញ្ចឹងណាអញ្ចឹងនៅពេលដែលពួកគេស្រាវជ្រាវទៅក៏បានជួបរឿងចម្លែកមួយឬក៏ហេតុការណ៍មួយដែលធ្វើឲ្យពួកគេមិននឹកស្មានដល់អញ្ចឹងណាហើយហេតុការណ៍ដែលពួកគេមិនអាចនឹកស្មានដល់ហ្នឹងគឺសាស្ត្រាចារ្យដែលបានបាត់ខ្លួនហ្នឹងគឺคล้ายទៅជា SCP-106 ដែលធ្វើឲ្យពួកគេហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនៅពេលដែលពួកគេបានឃើញរូបរាងរបស់សាស្ត្រាចារ្យនោះគឺមានរូបរាងរលេះរលួយមានមាអៀចេញពីក្នុងខ្លួនរបស់គាត់ហើយមានអាមាអៀខ្មៅចេញពីក្នុងខ្លួនរបស់គាត់គឺមើលទៅគឺកក្រិចមែនទែនដែលធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះគឺមានការភ័យខ្លាចមែនទែនហើយរូបរាងរបស់គាត់នោះគឺមានរូបរាងដូចជាមនុស្សវ័យចំណាស់ដោយសារតែគាត់មានវ័យចំណាស់ដែរអញ្ចឹងបានរូបរាងគាត់នឹងមានវ័យចំណាស់ក៏ប៉ុន្តែរលេះរលួយគួរឲ្យខ្ពើមើលទៅគួរឲ្យខ្លាចជាងខ្មោចទៅទៀតអ្នកនៅទីនោះក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយនៅពេលនោះផងដែរ SCP-106 ហ្នឹងក៏បានធ្វើការមកវាយប្រហារទៅលើពួកគេតែម្ដងដោយអត់មាននិយាយអីច្រើននោះទេគឺធ្វើការវាយប្រហារតាមសម្រាប់ពួកគេតែម្ដងដែលធ្វើឲ្យអ្នកស្រាវជ្រាវនៅទីនោះគឺមានការភ័យខ្លាចខ្លាំងមែនទែនក្រុមទាហានដែលនៅការពារ SCP Foundation នៅក្នុងមន្ទីរហ្នឹងក៏បានធ្វើការមកវាយប្រហារ SCP-106 នឹងឯងក៏ប៉ុន្តែអត់អាចទប់ទល់ឈ្នះនោះទេដោយសារតែ SCP-106 ហ្នឹងគឺវាខ្លាំងមែនទែនវាមានកម្លាំងខ្លាំងហើយវាប្រើប្រាស់អាមាអៀវាហ្នឹងធ្វើឲ្យក្រុមការងារនៅទីនោះរលាយភ្លាមដោយសារតែអាមាអៀវាហ្នឹងតែម្ដង
ហើយ SCP 106ហ្នឹងក៏បានធ្វើការវាយប្រហាររហូតទៅដល់ស្លាប់អ្នកដែលនៅក្នុង SCP Foundation ហ្នឹងក៏បានស្លាប់ក្រុមការងារអស់រាប់ពាន់អ្នកតែម្ដងដែលធ្វើឲ្យ SCP Foundation ហ្នឹងគឺមានការសង្ហាក់ចិត្តហើយក៏ពិបាកចិត្តដោយសារតែ SCP 106នេះវាបានអុកឡុកនៅក្នុងមន្ទីររបស់ខ្លួនអញ្ចឹងណាក្រោយមកក្រុមអ្នកស្រាវជ្រាវ SCP Foundation ហ្នឹងក៏បានធ្វើការរួមគ្នាហើយក៏បានចាប់ SCP 106នឹងបានសម្រេចហើយពួកគេក៏បានយក SCP 106នឹងទៅធ្វើការឃុំនៅក្នុងសារមន្ទីររបស់គេហើយដោយធ្វើអាបន្ទប់ឃុំឃាំងរបស់គេនឹងដោយធ្វើឡើងពីសារធាតុមួយយ៉ាងដែលមានឈ្មោះថា sulfur ដែលវាជាស្ថានធាតុមួយដែល SCP 106នឹងគឺអត់អាចបំបែកវាបានទេហើយក៏អត់អាចទម្លុះវាបានដែរអញ្ចឹងគេបានធ្វើអាបន្ទប់ឃុំឃាំង SCP 106នឹងជាច្រើនជាន់ដើម្បីកុំឲ្យ SCP 106នឹងវាចេញមកអុកឡុកគេទៀតអញ្ចឹងណាហើយមួយទៀត SCP Foundation ក៏អាចធ្វើការសម្លាប់ទៅកាន់ SCP 106នឹងបានដែរដោយសារតែ SCP 106នឹងគឺវាមានសមត្ថភាពរបស់វាមួយទៀតគឺនៅពេលដែល SCP Foundation ធ្វើការវាយប្រហារទៅលើវាគឺវារងរបួសអីធម្មតាក៏ប៉ុន្តែវាជាភ្លាមអញ្ចឹងហ្មងអញ្ចឹងណាអញ្ចឹងទើបធ្វើឲ្យ SCP 106នឹងគឺអាចស្លាប់បានទេហើយពួកគេក៏បានធ្វើការឃុំហើយដោយមានការយាមដោយតឹងតែងមែនទែនហើយដាក់កាមេរ៉ាតាមដានគ្រប់ពេលវេលាអញ្ចឹងណាកុំឲ្យ SCP Foundation SCP 106នឹងវាអុកឡុកចេញមកក្រៅបន្តទៀតហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ដែរហើយក៏សូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីហើយប្លែកៗអញ្ចឹងណាអញ្ចឹងហើយអ្នកនរគ្នាបាយ